សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្ដាលឲ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចំការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជាកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ជាមួយគ្នានេះក្រសួងការពារជាតិក៏សម្គាល់ឃើញថាចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះបណ្ដាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្ដីថ្នាក់ដឹកនាំប្រទេសថៃនិងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មីនិងបណ្ដាលឲ្យយោធារបស់ខ្លួនជាន់ផ្ទុះនិងរងរបួសធ្ងន់នៅខេត្តព្រះវិហារក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជាក្រសួងការពារជាតិសូមបញ្ជាក់យ៉ាងមុតមាំថាចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយជាការពិតណាស់បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយគ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើនជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជានិងប្រទេសជិតខាងក្នុងនោះរួមទាំងថៃផងដែរក្នុងន័យនេះក្រសួងការពារជាតិអំពាវនាវឲ្យភាគីថៃជៀសវាងការដើរល្បាតចូលក្នុងតំបន់ចំការមីនចាស់ៗជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចំការមីនដែលជាសំណល់ពីសង្គ្រាមដើម្បីជៀសវាងគ្រោះថ្នាក់ដោយការផ្ទុះមីនចាស់ទាំងនេះដែលអាចបង្កឲ្យមានភាពតានតឹងដោយមិនចាំបាច់សូមជម្រាបជូនផងដែរថាយោងតាមព័ត៌មានដែលទទួលបានពីយុទ្ធភូមិភាគទី4របស់កម្ពុជាបានបញ្ជាក់ថាក្រោយពេលកើតហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នាហើយគិតមកដល់ម៉ោងនេះសភាពការមានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបន្តបដិញ្ញាចិត្តក្នុងការធ្វើការឲ្យបានជិតស្និទ្ធជាមួយភាគីថៃក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរជាពិសេសធានាដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ថ្ងៃអង្គារ600ខែកដឹកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025